រឿងអាចកំបាំងនៃវិថីមរណៈឈ្មោះទៅការកោះកុងពន្លឺព្រះអាទិត្យនៅពេលរសៀលជ្រែជិតនឹងអស់ស្តង់កត់ទៅហើយនៅពេលដែលរថយន្តដឹកទំនិញធុនធ្ងន់របស់សុវណ្ណបានធ្វើដំណើរមកដល់ចំណុចប្រសពស្រែអំបិលមេឃនៅពីលើជួរភ្នំក្រវាងចាប់ផ្ដើមប្រែពណ៌ទៅជាក្រហមច្រាវដូចឈាមបង្កជាបរិយាកាសគួរឲ្យព្រឺព្រួចម្យ៉ាងដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ48នេះតែងតែដឹងច្បាស់ខ្យល់អាកាសដែលធ្លាប់តែហួតហែងក្នុងរាជធានីភ្នំពេញបានប្រែមកជាត្រជាក់សើមបន្តិចម្ដងនៅពេលដែលរថយន្តកាន់តែខាត់ចូលទៅក្នុងតំបន់ព្រៃភ្នំដ៏ជ្រៅសុវណ្ណជាអ្នកបើកបរដែលមានបទពិសោធន៍ជាង10ឆ្នាំម្នាក់គាត់មិនសូវជឿលើរឿងអភិយាជំនឿប៉ុន្មានទេប៉ុន្តែយប់នេះអារម្មណ៍របស់គាត់ហាក់ដូចជាមានអ្វីមួយយ៉ាងមិនស្រួលនៅក្បែរគាត់គឺតារាដែលជាជំនួយការវ័យក្មេងនិងជាក្មួយបង្កើតរបស់គាត់ដែលកំពុងតែអង្គុយងក់ងាត់ដោយសារភាពហត់នឿយពីការធ្វើដំណើរតាំងពីព្រលឹមផ្លូវជាតិឆ្ពោះទៅកាន់កែតកោះកុងក្នុងសម័យនោះមិនមែនជាផ្លូវដែលងាយស្រួលធ្វើដំណើរដូចបច្ចុប្បន្នឡើយគឺវាពោពេញទៅដោយចម្រាវភ្នំខ្ពស់បត់បែនដោយសត្វពស់និងហុំព័ទ្ធទៅដោយព្រៃឈើក្រាស់ខ្មឹកដែលស្ទើរតែមិនមានពន្លឺថ្ងៃចាំងចូលទៅដល់ដីនៅពេលដែលរថយន្តចាប់ផ្ដើមឡើងចំណោតភ្នំស្រួចសំឡេងគ្រឿងយន្តក្រហឹមយ៉ាងខ្លាំងក៏គិតនឹងខ្យល់ត្រជាក់ដែលបក់មកប៉ះកញ្ចក់រថយន្តបង្កើតជាសំឡេងលាន់លឺដូចជាការថ្ងោររបស់ប្រលឹងអ្វីម្យ៉ាងនៅក្នុងព្រៃជ្រៅសុវណ្ណបានព្យាយាមបើកភ្នែកឲ្យធំក្រឡេកមើលទៅផ្លូវខាងមុខដែលមិនមានតែពន្លឺចង្កៀងមុខរថយន្តចាំងទៅប៉ះនឹងអបក្រាស់ស្រាប់តែនៅក្បែរមាត់ស្ទឹងមួយកន្លែងមុននឹងឡើងដល់ស្ពានដែកចាស់សុវណ្ណបានឃើញស្រមោលមនុស្សម្នាក់ឈរនៅក្បែរចិញ្ចើមផ្លូវគាត់បានបង្អន់លបឿនបន្តិចដោយក្តីឆ្ងល់ព្រោះនៅក្នុងតំបន់ដាច់ស្រយាលបែបនេះមិនគួរមានអ្នកណាម្នាក់មកឈរនៅម្នាក់ឯងក្នុងពេលប្រលប់បែបនេះឡើយស្រមោលនោះគឺជាស្ត្រីចំណាស់ម្នាក់ស្លៀកពាក់ឈុតខ្មៅបង្កក្រមាពណ៌សដែលហាតាមខ្យល់តិចគាត់ឈរធ្មឹងសម្លឹងត្រង់មកកាន់រថយន្តដោយភ្នែកដែលមើលមិនច្បាស់ក្នុងភាពងងឹតសុវណ្ណមានបំណងចង់ឈប់សួរនាំប៉ុន្តែតារាស្រាប់តែភ្ញាក់ដឹងខ្លួនហើយចាប់ដៃសុវណ្ណយ៉ាងណែនរួចនិយាយទាំងញ័រមាត់ហាកុំឈប់អីពូបើកទៅមុខឲ្យលឿនទៅសុវណ្ណងាកមកមើលក្មួយប្រុសដោយការភ្ញាក់ផ្អើលប៉ុន្តែនៅពេលដែលគាត់ងាកទៅមើលកញ្ចក់មើលក្រោយវិញស្រមោលស្ត្រីចំណាស់នោះបានបាត់ដានសូនឈឹងទៅហើយទាំងដែលនៅទីនោះជាវាលទំនាបមួយគ្មានកន្លែងសម្រាប់ពួនឡើយបេះដូងរបស់សុវណ្ណចាប់ផ្ដើមលោតញាប់ខុសធម្មតាគាត់មិនមែនជាមនុស្សខ្លាចខ្មោចទេប៉ុន្តែភាពស្ងាត់ជ្រងំនៃព្រៃភ្នំស្រែអំបិលនៃពេលរាត្រីនេះវាហាក់ដូចជាមានវិញ្ញាណអ្វីម្យ៉ាងកំពុងតែតាមដានរាល់សកម្មភាពរបស់ពួកគេរថយន្តដឹកទំនិញនៅតែបន្តដំណើរទៅមុខយឺតឆ្លងកាត់ស្ពានដែលចាស់ទ្រុឌទ្រោមសំឡេងកង់រថយន្តក៏គិតនឹងបន្ទះដៃស្ពានលាន់លឺគុកកាក់បន្លឺឡើងពីងព្រៃពេលនោះឯងដែលសវណ្ណចាប់ផ្ដើមធំក្លិនអ្វីម្យ៉ាងដែលមិនអាចពណ៌នាបានវាដូចជាក្លិនដីសើមលាយឡំជាមួយក្លិនស្អុយរលួយនៃសាកសពប៉ុន្តែវាគ្រាន់តែជះមកប្រាវហើយក៏បាត់ទៅវិញតារាចាប់ផ្ដើមលើកដៃសំពះបន់ស្រន់មាត់ងើខណៈដែលរថយន្តកំពុងតែធ្វើដំណើរចូលទៅក្នុងចំណុចដែលគេហៅថាជើងកប់តាមសម្ដីចាស់ក្នុងតំបន់នេះបានដំណើរថាជើងកប់គឺជាកន្លែងដែលត្រូវបានគេយកមនុស្សមកបូជាយាញិននៅសម័យកសាងផ្លូវនិងស្ពានកាលពីដើមដើម្បីឲ្យសំណង់នោះរឹងមាំនិងមានបារមីថែរក្សាអ្នកដែលស្លាប់នៅទីនោះមិនដែលបានទៅចាប់ជាតិឡើយគឺនៅវិលវល់ថែរក្សាទឹកដីនិងជួនកាលក៏មកលងបន្លាចឬក៏យកជីវិតអ្នកធ្វើដំណើរណាដែលប្រមាថមើលងាយពួកគេរថយន្តរបស់សុវណ្ណស្រាប់តែមានអាការៈខកធម្មតាគ្រឿងយន្តដែលធ្លាប់តែខ្លាំងចាប់ផ្ដើមរលត់ឈឹងនៃចំកណ្ដាលផ្លូវចំណោតទោះបីជាសុវណ្ណព្យាយាមបញ្ឆេះយ៉ាងណាក៏ដោយក៏វានៅតែស្ងាត់ឈឹងខ្យល់ព្យុះស្រាប់តែបោកមកយ៉ាងខ្លាំងទឹកភ្លៀងចាប់ផ្ដើមធ្លាក់ស្រោចស្រពមកលើផែនដីយ៉ាងគំហុបបង្កាយជាសូរសាប់អឿងកងពេញព្រៃពន្លឺផ្លែបន្ទោបានឆាបចែកផ្ទៃមេឃធ្វើឲ្យសុវណ្ណឃើញរូបភាពមួយដែលធ្វើឲ្យសុវណ្ណស្ទើរតែគាំងបេះដូងនៅពីមុខរថយន្តចម្ងាយប្រហែល10ម៉ែត្រមានមនុស្សរាប់សិបនាក់កំពុងតែឈរជុំគ្នាក្បាលរបស់ពួកគេអោនចុចទៅដីហើយជើងរបស់ពួកគេហាក់ដូចជាកប់ជាប់នៅក្នុងដីផ្លូវចាកស៊ូនោះតែម្ដងពួកគេមិនកំរើបមិននិយាយប៉ុន្តែសម្រែកថ្ងោយ៉ាងខ្សិចខ្សួលបានបន្លឺឡើងតាមខ្យល់ភ្លៀងតារាចាប់ផ្ដើមយំខ្សឹបដោយភាពភ័យខ្លាចពិតប្រាកដពូយើងស្លាប់ហើយពួកគេមកយកយើងហើយតារានិយាយទាំងអ៊ូអាដាមកសុវណ្ណងាកទប់ចិត្តឯនឹងគាត់ដឹងថាបើគាត់ភ័យស្លន់ផ្លោនៅពេលនេះអ្វីនឹងត្រូវបញ្ចប់គាត់បានដកធូបមួយបាច់ចេញពីប្រអប់ដឹកទំនិញហើយព្យាយាមអុជវាដោយឧបករណ៍បង្កាត់ភ្លើងដែលសើមបន្តិចបន្ទាប់ពីកែជាចរន្តដងភ្លើងក៏បានឆេះឡើងសុវណ្ណបានលើកដៃសំពះដោយម្ចាស់ទឹកដីនិងប្រលឹងនៅទីនោះខ្ញុំបាទគ្រាន់តែជាអ្នកធ្វើដំណើរឆ្លងកាត់ដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះបើមានការខុសឆ្គងអីសូមមេត្តាអភ័យទោសឲ្យកូនចៅផងកុំមកបៀតបៀនអី
สวรรค์โปเปียกบอนซ่อนกำลังเจ็ดอย่างมุดมอมเพลียมนุเคลนส์เอาหรือลวยกาปีมุนก็ตรลบหมกเว้งอย่างคลั่งจิงมุนเตอเตียดสระเมามนุษย์ได้ชอกก๊อบเชืองกำลังเดยต่างออกนุจับดามเงือบกระบาลังยืดโยเตียดแผนกระบบปวกเก้เหมือนมีนประไสไล่คือมีนแต่รนดาวข้ามไม่งงเงิดปวกเก้จับดามดาวโจหมกจิตรถยนต์ยืดแต่งได้เชืองในการแต่จอบในขนมใดหากโดยที่ปวกเก้คำตรงแต่โอได้เพลาจาคาซูนุโมจิมวยเองจังสำเล้งก็กึดระเวียงสัตว์หนึ่งได้สัตว์ล่อนหรือกู้ไอรนทดสุวรรณมันโรงจำอยู่เตกอดบานซาละบองเบนแชะเครื่องยนต์จิเลิกจงกรอยสำเล้งเครื่องยนต์กระเฮิมหลางรถยนต์บานแช่วินอย่างอ้อจาร์กอดมันบังอองอยู่หลายกอดบานจวนชนอนละเบือนแต่มุกเตียงบังคอมรถยนต์บานเบาฉลองกัดฝรเมาเตียงนู้ปังใต้เอาไว้ได้จำไลคือกอดมีนอารมณ์แท้รถยนต์ระบักกอดมันบ้านบกเอาไว้ลายคือวิฉลองกัดด้วยถิกชออันเจนปังใต้โนเปได้รถยนต์กำปุงแต่เติมมุกสรับแต่มีนได้มวยอย่างทมเฮามีนสะเพบระลวยบ้านหมกตาวจวบนึ่งกันจอกมุกรถยนต์มุกมอดดอรนทดระบักขมอยนูบ้านหมกพระเอกนึ่งกันจอกพเนกระบาเวียเดโปปิงโดยเชียมบ้านสำลึงเมยจอมมุกสุวรรณดาราใส่คลังระโหดดอลสันลับบัตสมาร์ใดสุวรรณบ้านโซทัวแต่กอดทลอบเรียนปีจีดาระบักกอดเฮาเชียเฮียมบากบอรถยนต์อ่อยเลื่อนบ่มพดตามแต่ไอทัวแต่บ้านเพลวเดทลอบแต่สกอลบ้ายจิมีนอารมณ์เท่าแวงง่ายเหมือนเจ๊จอบเหมือนเจ๊เฮยเจืองกบได้กอดกลมปงฉลองกัดนี้หักโดยชื่อกลมปงแต่ปงริคลวนแองอ่อยแวงเตอแวงรอดไปแต่มีนพลายบันโตสุวรรณบ้านเคยทานือซองคางเพลวมีนขมอยรอบเหมือนกลมปงแต่ลูกได้เจนปิดได้พี่เยี่ยมจับกองรถยนต์อบกอดปวกเกทเงาท้าจุยเยิงพองเยิงตระเจนะเยิงจวบเนื้อตีนี่รอบซับชนันให้สำเลยแต่งนู้ล้วนลือโจลหมกขนังครัวกบาโรบาสุวรรณพตอลมันแม่นลือตามตระเจียกไหลสุวรรณมีนอารมณ์ทาใดจงโกดจับดามทงนต่อยทงนด้วยจิมีนเหมือนนุรอบรอยหยักกำปงแต่พี่เยี่ยมเตียงรถยนต์โรบากอดเอาทะเลโจยตะขนงจั่วขางกรอมเนื้อโจคล้วนตัวใบที่อากาศเทียตระเจียคลังก็ดอยกอดบ้านเคินสละสัญญามวยใดแบ่งแจท้าจิตดอกำปูลพนมหายปันใต้สละนูใบเทียบรละแต่ดอยเชียมสระกอดบานสำไรจัดบึดพนักมือค้างหายจวนชนอนบังการละเบือนละเบือนโดยดะจีวดเลกาฟซองเปร่งสลับแต่รถยนต์บานรุนแรงอย่างครั้งหากโดยเจียบ้านใบฉลองกัดเอาไว้มาย่างได้เริงม้อมหายเพลียมนู้เอาไว้กรุบย่างกับปลายจีสงบสงัดสำลีเพลียงได้ทลบแต่ครั้งบ้านปลายหมดเชียสริเวงออบแดกครักมึกบานโรลีบัตเตอร์บันเตมาดองบันติกบางห้างใหญ่ขึ้นปุ่นลือเพลืองปีจำไงได้เชียตีรวมสรบไสอัมเบอร์สวรรค์บันชบรถยนต์เนื้อกระบายโตบลุโดมวยได้มีนเพลืองพลื้อกวาดดอกดังห้ามทมโดยกระไดทูสำบายให้เพียยิ้มด่าดาราเอาดังคลวนเนื้อไปได้ดาราดังคลวนหลังเกณฑ์เอาแต่มีนอาการัดยอบยอมันต้อนบัดเลยเนี่ยแต่งตีบันโจปีเลอรถยนต์ดำใบปีนิดเมื่อจุมวิงเอาไว้ได้เธอไอ้พวกเกรุนทดบำพอบนู้กือเนื้อเลอตัวลานแต่งมูหนึ่งเลอกันเจาะมุกเมียนสนามประลักได้พกได้เมียนรูปเรียงโดยเชียประอบได้มนุรอบรอยสนามหายเนื้อขังครอยรถยนต์เมียนซ้ายจำนองถือปีสระไซชีมมนุได้จอบเนื้อหนึ่งระบังกาเปียรถยนต์สวรรค์บ้านกัดซ้ายนูเจ้าแต่งกระได้รุนทดมาจ้าโตบได้จีบรอฟจำนะมาเนียกบ้านดาหมกจึดหายซัวดอยสำเลงสนอกสงัดหาฉลองกัดเจืองกบเมาแมนเตสวรรค์บานเติมแต่งกกบาลบรอฟจำนะนู้บานดอดังหามทมรุ่ยนิยีทาเนะแต่งปีเมียงสำนางนะได้บานรุ่ยครูนเมากาลปีไซ10 ชนะมุนเนื้อกันไลนุกกำมกอสร้างซองเพลรอบรอยเนี่ยเตยบ้างสำลับเฮายอกสะซอบแต่ยอกทวืจิกรึเพลดำเบยเพลนุ่มเหมือนบักสรุดเปโรเดวาซาโปเกบานเกหายทาเจืองกบปรุเรื่องระบดโปเก้เหมือนได้บ้านสำรากไล่หายตั้งแต่พี่เยี่ยมรอกแนะมกจำนวกกันแรงโปเกหยบนี้ประหารจิจองบ้านแนะทั้งปีหายปันแต่ประหารเจ็บบนบารไม่ระบดแนะทั้งปีเนื้อขบเติบอาจรุมล่องบานสวรรค์เนื้อดาราเหมือนบ้านบรรทอดำน้าแต่กอกกงโนหยบนูเตโปเก้บ้านสำรากจัดสำรากเนื้อตีนุระโคดดาวพลือเนื้อไปปรึกผลึมเป้ได้ปุ่นลือประอาทิตย์ดำบงบานจังหมกเลือได้สวรรค์บ้านเมื่อตัวเลือเพลวได้กอดบ้านเทือดำน้ามอกาปียบเหม่งเวียเมื่อเตยกรานได้เจียเพลวพนมดอสรอสอาธรรมดาปันตายกอบดึงฉบะทานเนื้อปีกรอมสระตบเจือหาเก่าสู้ดอรึงวามนุมีนเรื่องราวดอจูจัดนึ่งโปรลึงได้กำปุงโรงจ้ำยุติทอ
ចាប់តាំងពីពេលនោះមកសុវណ្ណលែងហ៊ានបើកបរឆ្លងកាត់ផ្លូវនោះនៅពេលយប់ទៀតហើយរាល់ពេលដែលគាត់ទ្រឹធ្វើដំណើរទៅកោះកុងគាត់តែងតែរៀបចំគ្រឿងសក្ការៈបូជានិងបន់ស្រន់សុំសេចក្តីសុខតាំងពីមុនពេលចេញដំណើររឿងរ៉ាវនៃជើងគប់នៅផ្លូវស្រែអំបឺបានក្លាយជាមេរៀនមួយសម្រាប់គាត់និងអ្នកបើកបរចំនួនដទៃទៀតឲ្យមានការប្រុងប្រយ័ត្ននិងគោរពទៅដល់វិញ្ញាណក្ខន្ធដែលនៅថែរក្សាទឹកដីទោះបីជាបច្ចេកវិទ្យាកាន់តែទំនើបផ្លូវកាន់តែស្អាតយ៉ាងណាក៏ដោយប៉ុន្តែអាចថំបាំងនៃជួរភ្នំក្រវ៉ាញ់និងប្រលឹងជើងគប់នៅតែជារឿងពិតដែលលាក់ខ្លួនក្នុងភាពងងឹតនៃរាត្រីរងចាំតែពេលវេលាដើម្បីបង្ហាញឲ្យមនុស្សលោកបានឃើញពីអានុភាពនៃវិញ្ញាណដែលមិនតន់ទៅចាប់ជាតិសវណ្ណតែងតែនិទានរឿងនេះប្រាប់កូនចៅនិងអ្នកបើកបរចំនួនក្រោយមិនមែនដើម្បីឲ្យពួកគេខ្លាចរហូតមិនហ៊ានធ្វើដំណើរនោះទេប៉ុន្តែដើម្បីឲ្យពួកគេដឹងពីតម្លៃនៃជីវិតនិងការគោរពទៅចំពោះអ្វីដែលយើងមើលមិនឃើញជីវិតគឺជាការធ្វើដំណើរដ៏វែងឆ្ងាយនិងនៅលើវិថីនីមួយៗតែងតែមានដានជើងនៃអ្នកដែលបានដើរមុនយើងមិនថាពួកគេនៅមានជីវិតឬคล้ายទៅជាវិញ្ញាណក្ខន្ធទៅហើយឡើយភាពត្រជាក់ស្រអេបនៃខ្យល់ភ្នំស្រែអំបិលនឹងនៅតែជារំលឹកដល់យប់ដ៏រន្ធត់នោះដែលធ្វើឲ្យសុវណ្ណយល់ច្បាស់ថាពិភពលោកនេះនៅមានរឿងរ៉ាវជាច្រើនទៀតដែលវិទ្យាសាស្ត្រមិនអាចបកស្រាយបាននឹងការរស់នៅដោយសេចក្តីថ្លៃថ្នូរនិងការដឹងគុណគឺជាខៀវដ៏ល្អបំផុតប្រឆាំងនឹងគ្រោះភ័យដែលមើលមិនឃើញជប់នោះបានកំឡុងផាត់ទៅជាច្រើនឆ្នាំប៉ុន្តែស្លាកស្នាមនៃភាពភ័យខ្លាចនៃបដិទ្ធដើមក្នុងចិត្តរបស់សុវណ្ណជានិច្ចជារៀងរាល់ឆ្នាំនៅថ្ងៃដែលគាត់បានជួបហេតុការណ៍នោះគាត់តែងតែធ្វើបុណ្យឧទ្ទិសកុសលដល់ព្រលឹងជើងគប់ទាំងនោះដោយសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងបានរួចផុតពីចំណងមន្តអាគមនិងការឈឺចាប់ដែលជាប់ជំពាក់ក្នុងដីនោះហើយអាចទៅកាន់សុគតិភពតាមដានវាសនារបស់ពួកគេម្នាក់ៗផ្លូវទៅកោះកុងនៅតែជាផ្លូវដែលពោរពេញដោយភាពទាក់ទាញនិងអាចកំបាំងហើយសម្រាប់អ្នកដែលធ្លាប់បានឆ្លងកាត់បទពិសោធន៍ដោយសុវណ្ណពួកគេដឹងច្បាស់ថាសម្លេងខ្យល់បក់កាត់ដើមឈើធំៗនៅតាមដងផ្លូវមិនមែនគ្រាន់តែជាសម្លេងធម្មជាតិឡើយប៉ុន្តែវាគឺជាសម្រែកខ្សឹបខ្សៀវនៃប្រវត្តិសាស្ត្រដែលត្រូវបានគេកប់ទុកនៅក្រោមបាតជើងរបស់យើងគ្រប់គ្នានៅពេលដែលរថយន្តចុងក្រោយបានបើកផុតទៅក្នុងភាពងងឹតភាពស្ងប់ស្ងាត់ក៏ត្រឡប់មកគ្របដណ្ដប់លើវិថីស្រែអំបិលម្ដងទៀតបន្សល់ទុកតែអាចកំបាំងដែលមិនទាន់មានអាណាម្នាក់អាចស្រាយបំភ្លឺបានទាំងស្រុងឡើយសុវណ្ណអង្គុយនៅយ៉រផ្ទះរបស់គាត់សម្លឹងមើលទៅទិសខាងលិចដែលជាជួរភ្នំក្រវាញគាត់ដកដង្ហើមវែងៗរួចញញឹមតិចៗដោយដឹងថាយ៉ាងហោចណាស់គាត់ក៏បានរួចរស់ជីវិតមកដើម្បីប្រាប់រឿងរ៉ាវទាំងនេះដើម្បីជាការចងចាំដល់អ្នកដែលបានបាត់បង់ជីវិតនៅលើវិថីមរណៈនោះសេចក្តីស្លាប់ប្រហែលជាទីបញ្ចប់នៃរូបកាយប៉ុន្តែសម្រាប់ព្រលឹងបែនមានកំហឹងនឹងការឈឺចាប់វាក៏អាចជាការចាប់ផ្ដើមនៃរឿងរ៉ាវដែលនឹងរស់នៅជាអមតៈក្នុងដួងចិត្តរបស់អ្នកដំណើរគ្រប់រូបដែលឆ្លងកាត់ជើងកប់នៃផ្លូវស្រែអំបិលយូរទៅរឿងរ៉ាវរបស់សុវណ្ណបានរីកសាយភាយពេញក្នុងចំណោមអ្នកបើកបររថយន្តដឹកទំនិញតាមផ្លូវជាតិលេខ48អ្នកខ្លះជឿអ្នកខ្លះមិនជឿប៉ុន្តែគ្រប់គ្នាដែលធ្វើដំណើរឆ្លងកាត់ចំណុចនោះតែងតែមានអារម្មណ៍ព្រឺរោមខកធម្មតាបច្ចុប្បន្នផ្លូវត្រូវបានពង្រីកឲ្យធំទូលាយមានភ្លើងបំភ្លឺច្រើនជាងមុនប៉ុន្តែកម្លាយខ្លះនៅតែមានភាពងងឹតសូន្យឈឹងដែលពន្លឺអគ្គិសនីមិនអាចបណ្ដេញចេញបានអ្នកស្រុកនៅតែបន្តឃើញស្រមោលមនុស្សឈរក្បែរផ្លូវនេះពេលយប់ស្ងាត់ហើយជួនកាលមានអ្នកដំណើរឮសំឡេងជើងដើរតាមពីក្រោយរថយន្តរបស់ពួកគេទោះបីជាពួកគេបើកក្នុងល្បឿនលឿនយ៉ាងណាក៏ដោយអាចកំបាំងជើងកប់នៅតែបន្តរស់នៅជាមួយទឹកដីកោះកុងដូចជាដើមឈើធំៗដែលចាក់រើយ៉ាងជ្រៅទៅក្នុងដីវាជារឿងរ៉ាវដែលរំលឹកយើងថាគ្រប់សំណង់ដែលយើងឃើញគ្រប់ផ្លូវដែលយើងដើរសុទ្ធតែមានតម្លៃនឹងការលះបង់នៅពីក្រោយសុវណ្ណបានសម្រាកពីការបើកបររថយន្តដឹកទំនិញយូរហើយប៉ុន្តែភ្នែករបស់គាត់នៅតែភ្លឺថ្លាជានិច្ចនៅពេលនិយាយដល់រឿងនេះគាត់បានផ្ដាំទៅអ្នកចំនួនក្រោយថាប្រសិនបើអ្នកត្រូវធ្វើដំណើរឆ្លងកាត់ទីនោះចូលធ្វើដំណើរដោយចិត្តស្ងប់និងការគោរពកុំបញ្ចេញវាចាអាក្រក់ឬប្រមាថដល់ម្ចាស់ទឹកម្ចាស់ដីព្រោះយើងមិនដឹងទេថាតើមានអ្វីខ្លះដែលកំពុងតាមដានយើងចេញពីក្នុងចំណោមដើមឈើខ្ពស់ៗទាំងនោះសេចក្តីសុខសាន្តមិនមែនកើតឡើងដោយចៃដន្យឡើយប៉ុន្តែវាបានមកពីការយល់ដឹងនិងការរស់នៅដ៏សុខដុមជាមួយពិភពជុំវិញខ្លួនទាំងពិភពដែលយើងមើលឃើញនិងពិភពដែលនៅសេសសល់ត្រឹមតែជាវិញ្ញាណដ៏ឋានរឿងរ៉ាវនៃជើងកប់ផ្លូវស្រែអំបិលឆ្ពោះទៅកោះកុងក៏សូមបញ្ចប់ដោយបរិបូរណ៍ត្រឹមនេះដោយបន្សល់ទុកនូវសេចក្តីអាណិតអាសរនិងការចងចាំដ៏ច្រើនរហុងក្នុងចិត្តអ្នករាល់គ្នានៅក្នុងភាពស្ងប់ស្ងាត់នៃរាត្រីខ្យល់ភ្នំនៅតែបក់មកគ្របដណ្ដប់លើផ្លូវជាតិលេខ48ដដែល
ប្រសិនបើអ្នកត្រចៀកវៃនឹងឈរនៅក្បែរស្ពានដៃចាស់នោះអ្នកប្រហែលជាអាចឮសំឡេងខ្សឹបខ្សៀវដែលអណ្ដែតតាមខ្យល់សំឡេងដែលនិយាយអំពីអតីតកាលដ៏ឈឺចាប់និងសេចក្តីសង្ឃឹមដែលមិនទាន់បានសម្រេចឡើយព្រលឹងជើងគប់មិនមែនជាបិសាចដែលចង់ធ្វើបាបមនុស្សដោយគ្មានហេតុផលឡើយប៉ុន្តែពួកគេគឺជារងគ្រោះតែជោគវិតីដែលចង់ឲ្យគេចងចាំនិងមិនបំភ្លេចនៅការលះបង់របស់ពួកគេសុវណ្ណបានបិទភ្នែកចុះយឺតក្នុងចិត្តរបស់គាត់បានសូត្រធម៌ផ្សាយមេត្តាដល់សពសត្វទាំងអស់មិនថាជាមនុស្សឬក៏ជាខ្មោចប្រែបិសាចឡើយពន្លឺព្រះច័ន្ទបានចាំងមកលើភ្នំស្រែអំបិលបង្កើតជាស្រមោលដ៏ស្រស់ស្អាតប៉ុន្តែក៏បង្កប់ដោយភាពអាថ៌កំបាំងដែលគ្មាននរណាអាចស្រាយបានជារៀងរហូតនេះហើយគឺជាជីវិតនិងការស្លាប់ដែលនៅលាយឡំគ្នាលើវិថីមរណៈឆ្ពោះទៅកោះតុងដែលនឹងនៅតែជារឿងរ៉ាវដែលដក់ជាប់ក្នុងអារម្មណ៍របស់អ្នកដែលបានអាននិងបានស្ដាប់តមុខទៀតគ្មានអ្វីដែលគួរឲ្យខ្លាចជាងការបំភ្លេចចោលនៅអ្នកដែលបានលះបង់ជីវិតឲ្យយឺនឡើយហើយជើងគប់ទាំងនោះនឹងនៅតែជាសាក្សីនៃប្រវត្តិសាស្ត្រដែលមិនចេះស្លាប់ក្នុងទឹកដីកម្ពុជាដ៏អស្ចារ្យរបស់យើងសេចក្តីបញ្ចប់នៃរឿងនេះមិនមែនត្រឹមតែការរួចខ្លួនរបស់សុវណ្ណនោះទេប៉ុន្តែគឺជាការបើកចំហនៃដួងចិត្តឲ្យទទួលស្គាល់នៅពិភពមួយទៀតដែលនៅក្បែរយើងជានិច្ចហើយការរស់នៅដោយក្តីមេត្តាគឺជាពន្លឺតែមួយដែលអាចបណ្ដេញភាពងងឹតនៃព្រលឹងដែលវង្វេងភ្លឺបានសុវណ្ណបានចូលដេកទាំងចិត្តស្ងប់ដោយដឹងថាគាត់បានបំពេញកាតព្វកិច្ចជាអ្នកនិទានរឿងដ៏ល្អម្នាក់និងជាមនុស្សម្នាក់ដែលមិនធ្លាប់បំភ្លេចរាល់ដានជើងដែលបានកប់ក្នុងដីនៃផ្លូវស្រែអំបិលឡើយនៅអនាគតទោះបីជាផ្លូវជាតិលេខ48នឹងត្រូវអភិវឌ្ឍទៅជាផ្លូវល្បឿនលឿនឬក៏មានបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយក៏កេរ្តិ៍ឈ្មោះរបស់ជើងកប់នឹងមិនរលាយបាត់បង់ឡើយវានឹងនៅតែជារឿងនិទានដែលមិនផ្លាយក្មេងៗឲ្យចូលដេកលឿនឡើយនិងជាការដាស់តឿនដល់អ្នកបើកបរឲ្យមានសតិស្មារតីគ្រប់គ្រាន់ភាពរន្ធត់ដែលសុវណ្ណបានជួបគឺជាបទពិសោធន៍ដែលផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុងធ្វើឲ្យគាត់ក្លាយទៅជាមនុស្សដែលចេះឲ្យតម្លៃលើរាល់វិនាទីនៃជីវិតនិងយល់ថាជួនកាលការមើលឃើញមិនមែនជាការដឹងការពិតទាំងអស់ឡើយសច្ចភាពពិតប្រាកដគឺស្ថិតក្នុងការយល់ដឹងអំពីសេចក្តីទុក្ខរបស់សពសត្វនិងការជួយសង្គ្រោះគ្នាទៅវិញទៅមកទោះបីជាស្ថិតក្នុងរូបភាពខុសគ្នាក៏ដោយព្រះអាទិត្យនឹងនៅតែរះនៅលើភ្នំស្រែអំបិលរៀងរាល់ព្រឹកដើម្បីផ្ដល់ពន្លឺដល់អ្នកដំណើរគ្រប់រូបនិងព្រលឹងទាំងឡាយដែលនៅទីនោះក៏នឹងនៅតែបន្តដំណើររបស់ពួកគេក្នុងពិភពងងឹតរហូតដល់ថ្ងៃដែលពួកគេស្វែងរកឃើញពន្លឺនៃសន្តិភាពពិតប្រាកដរឿងរ៉ាវនៃជើងកប់ផ្លូវស្រែអំបិលឆ្ពោះទៅកោះកុងក៏សូមបញ្ចប់ដោយបរិបូរណ៍ត្រឹមនេះដោយបន្សល់ទុកនូវសេចក្តីអាណិតអាសរនិងការចងចាំដ៏ច្រើនរហូតក្នុងចិត្តអ្នករាល់គ្នា